ការធ្វើជាហួយបក្រងរបស់ខ្ញុំកន្លងមកហ្នឹងគឺវារឹងល្អហើយប៉ុន្តែអ្វីដែលចម្លែកហ្នឹងគឺវាមានពពុះបាទអញ្ចឹងមានបងប្អូនយើងមួយចំនួនហ្នឹងគាត់តែងតែខមមិនថាបើឯងធ្វើបក្រងបានរឹងល្អណាស់ប៉ុន្តែហេតុអីក៏ពពុះច្រើនម្នេះបងខ្ញុំធ្វើអត់មានពពុះដូចបងឯងអញ្ចឹងបើចំពោះខ្ញុំអត់ដឹងមិនដែរបងប្អូនសាតែវាចេញពពុះមកច្រើនអញ្ចឹងតំណងយល់ទៅការធ្វើរបស់ខ្ញុំហ្នឹងគឺខ្ញុំចេះតពីចាស់បុរាណបាទចេះតពីម៉ែខ្ញុំដែរអញ្ចឹងណាបងប្អូនហើយឃើញម៉ែខ្ញុំគាត់ធ្វើហ្នឹងភាគច្រើនគឺមានពពុះដូចរបស់ខ្ញុំដែរអញ្ចឹងឯងលក្ខណៈថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ណាបងប្អូនម្ដាយល្មិចកូនអញ្ចឹងតែបើនិយាយពីគុណភាពរឹងវិញគឺខ្ញុំធ្វើបានរឹងចង់រឹងជាងអ្នកម្ដាយខ្ញុំទៀតដល់បងប្អូនខ្ញុំក៏បានព្យាយាមស្រាវជ្រាវរកវិធីសាស្ត្របាទរៀនពីគេតាមរយៈអ៊ីនធឺណិតអញ្ចឹងណាចង់ដឹងថាគេធ្វើរបៀបម៉េចបានអត់មានពពុះអីញ៉ៃញ៉ៃដូចរបស់ខ្ញុំបាទហើយចំពោះរសជាតិវិញវាអត់មានអីខុសគ្នាទេបងប្អូនមានពពុះអត់ពពុះហ្នឹងគឺវាដូចតែគ្នានឹងឯងគាត់ថាអ្នកខ្លះគេឃើញមានពពុះមានអីញ៉ៃញ៉ៃទៅអាចថាគេរៀងល្អើមអីចឹងណាបើចំពោះខ្ញុំអត់អីទេញ៉ាំបានដូចតែគ្នាហើយខ្ញុំបានឃើញវីដេអូគេមួយតាក់ទងនឹងការធ្វើជាហួយបក្រងអត់មានពពុះហ្នឹងគឺគេយកស្លឹកបក្រងយកទៅហាមុនយកមកច្បាច់ចឹងណាបងប្អូនគួបផ្សំនឹងមួយរយៈនេះសីតុណ្ហភាពក្តៅខ្លាំងណាបងប្អូនអូក្តៅមែនតើយល់ទៅបើមានភ្លើងមកដល់ខ្ញុំធ្វើបន្ទប់ដាក់ម៉ាស៊ីនត្រជាក់មួយហើយប៉ុន្តែអត់មានភ្លើងមកអញ្ចឹងទ្រាំដេកក្តៅយ៉ាងវេទនាម្នាក់ឯងក៏នឹកថានឹងធ្វើអីដើម្បីហូបទៅដើម្បីឲ្យបានត្រជាក់ក្នុងខ្លួនស្រួលចឹងណាកយទៅឃើញស្លឹកបក្រងមានច្រើនដែរអញធ្វើជាហួយបក្រងហូបម្ដងទៀតតែសារតែការហូបជាហួយបក្រងរបស់ខ្ញុំកន្លងមកហ្នឹងវាធ្វើឲ្យត្រជាក់ក្នុងខ្លួនស្រួលណាបងប្អូនហើយអ្នកវិទ្យាសាស្ត្រមួយចំនួនគេបានស្រាវជ្រាវរកឃើញថាការបរិភោគជាហួយបក្រងហ្នឹងគឺវាជួយកាត់បន្ថយការរលាកនៅក្នុងរាងកាយជួយបញ្ចុះកម្ដៅហើយជួយបដលប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយទៀតបងប្អូនយល់ថាប្រយោជន៍វាមានច្រើនដែរចឹងណាឥឡូវតោះទាំងអស់គ្នាចំពោះអ្នកដែលតែងតែខមមិនថាបងហេតុអីក៏ខ្ញុំធ្វើជាហួយបក្រងអត់បានរឹងចឹងតោះមកមើលវីដេអូមួយនេះជាមួយខ្ញុំបាទទាំងអស់គ្នាចំពោះវិធីសាស្ត្ររបស់ខ្ញុំកន្លងមកហ្នឹងគឺខ្ញុំមិនដែលយកស្លឹកបក្រងយកទៅហាមុនមកច្បាច់ទេបងប្អូនភាគច្រើនគឺបេះភ្លាមលាងទឹកយកមកច្បាច់ផ្លែតែម្ដងប៉ុន្តែថ្ងៃនេះខ្ញុំចង់ពិសោធន៍មើលថាយកទៅហាថ្ងៃសាច់ជាហួយបក្រងរបស់យើងហ្នឹងវាអត់សូវមានពពុះអញ្ចឹងខ្ញុំសាកល្បងម្ដងនេះគឺខ្ញុំត្រូវយកវាទៅហានៅក្រោមពន្លឺថ្ងៃឲ្យវាមកសពាប់សិនអញ្ចឹងណាបងប្អូនហើយបើទាំងអស់គ្នាគិតថាពពុះក៏ពពុះទៅឲ្យតែបានរឹងល្អអូខេមិនបាច់ចាំយកទៅហាក៏បានដែរបេះមកយកទៅលាងទឹកឲ្យតែស្អាតទៅយកមកច្បាច់បានហើយប៉ុន្តែវីដេអូរបស់ខ្ញុំថ្ងៃនេះចង់បង្ហាញពីរបៀបនៃការធ្វើជាហួយបក្រងឲ្យបានរឹងផងហើយនឹងអត់ពពុះទៀតចាំមើលខ្ញុំធ្វើបានរឹងហើយអត់ពពុះមែនអត់បាទឥឡូវបន្ទាប់ពីយើងយកស្លឹកបក្រងរបស់យើងទៅលាងទឹកស្អាតហើយយកមកដាក់ហាថ្ងៃរៀងសពាប់ប៉ុណ្ណេះបងប្អូនអញ្ចឹងគឺយើងយកវាទៅច្បាច់បាទឥឡូវតោះដល់វគ្គយើងច្បាច់បាទអញ្ចឹងទាំងអស់គ្នាមុននឹងធ្វើការច្បាច់យើងយកចានដែកមួយដែលស្អាតបាទចាក់ទឹកចូលប្រហែលជាមួយចាននេះប្រហែលជា4លីត្រទឹកបងប្អូនហើយស្លឹកបក្រងរបស់ខ្ញុំហ្នឹងខ្ញុំបេះហ្នឹងវាប្រហែលជា2ខាំបងប្អូនទម្ងន់វាអញ្ចឹងខ្ញុំដាក់ទឹក4លីត្រទាំងអស់គ្នាដាក់ទឹក5លីត្រក៏បានដែរហើយទឹកហ្នឹងទឹកស្អាតធម្មតាបាទទឹកចម្រោះឬក៏ទឹកដាំឆ្អិនកុំទឹកក្តៅបងប្អូនទឹកដាំឆ្អិនហើយទុកឲ្យត្រជាក់សិនអញ្ចឹងណាតែបើខ្ញុំប្រើទឹកចម្រោះបាទទាំងអស់គ្នាឥឡូវដល់វគ្គពិសេសហើយដែលតែងតែបងប្អូនមួយចំនួនគាត់តែងតែខមមិនថាបងហេតុអីក៏មិនយកទៅបុកយកទៅកិនយកទៅកឡុកហេតុអីក៏មិនប្រើស្រោមដៃដោយសារតែគាត់មើលឃើញក៏ក្រិចចឹងណានេះខ្ញុំសូមដាក់អំបិលតិចសិនហើយចាំនិយាយតទៀតបាទបងប្អូនដាក់ផាយជាមួយចិបប៉ុណ្ណេះបងប្អូនជឿទៅអត់ដាក់ច្រើនទេតែដាក់ច្រើនខ្លាចប្រៃជ្រុលបាទចំពោះជាហួយបក្រងដែលខ្ញុំបានធ្វើភាគច្រើនគឺខ្ញុំទុកសម្រាប់បរិភោគខ្លួនឯងបងប្អូនខ្ញុំអត់បានចែកចាយទៅឲ្យអ្នកដទៃទេអញ្ចឹងគឺខ្ញុំប្រើដៃខ្ញុំច្បាច់ផ្ទាល់តែម្ដងបាទអត់មានជាការពាក់ស្រោមដៃរត់ទៅបុកឬយកទៅកាន់កឡុកអីទេហើយបើសិនជាទាំងអស់គ្នាធ្វើសម្រាប់លក់ឬក៏ចែកចាយឲ្យអ្នកជិតខាងអីហូបដែរទាំងអស់គ្នារៀងអនាម័យចឹងទៅបាទពាក់ស្រោមដៃយកទៅបុកយកទៅកាន់យកទៅកឡុកសាច់ទៅបងប្អូនគិតថាមានអនាម័យចឹងណាតែបើចំពោះខ្ញុំជារឿយមុននឹងខ្ញុំចាប់កាន់ម្ហូបអាហារអ្វីមួយយ៉ាងហ្នឹងគឺខ្ញុំតែងតែលាងសម្អាតដៃឲ្យបងប្អូនពេលដែលខ្ញុំធ្វើម្ហូបធ្វើអីចាប់កាន់នឹងដៃផ្ទាល់ទៅមានអារម្មណ៍ថាស្និទ្ធបាទអញ្ចឹងបើទាំងអស់គ្នាឃើញថាកាក្រិចអីអធិស្ឋានឲ្យខ្ញុំផងបន្ទាប់ពីយើងច្បាច់លឹកបក្រងជាមួយនឹងទឹករបស់យើងឡើងម៉ត់ឡើងទក់យល់ទៅឲ្យទឹកបក្រងហ្នឹងវារៀងឡើងខាប់តក់តិចតិចបងប្អូនមិនរាវទេឡើងរៀងចង់ខាប់ចង់រឹងតិចតិចបានយើងយកវាទៅដាក់ក្នុងកសែងដើម្បីត្រងនេះដូចទាំងអស់គ្នាឃើញនៅក្នុងវីដេអូអញ្ចឹងវារៀងតក់រៀងដាច់តសៃបងប្អូនអត់យករៀងរាវទេយករៀងរាវពេកវាអត់រឹងបាទហើយក៏ច្បាច់រួចត្រង់ភ្លាមអត់មានទុកយូរទេបងប្អូនទៅទុកយូរហ្នឹងច្បាច់អត់ចេញទេវាឡើងខាប់លឿនណានេះហើយអ្នកទាំងអស់គ្នាត្រង់នឹងកសែងត្រង់នឹងស្បែកដែលស្អាតចឹងណាចំពោះកសែងរបស់ខ្ញុំហ្នឹងគឺខ្ញុំប្រើប្រាស់សម្រាប់តែត្រង់ជាហួយបក្រងនឹងឯងគឺអត់មានយកមកស្លៀកយកមកដណ្ដប់អីទេឥឡូវនេះទឹកជាហួយបក្រងរបស់យើងបានឡើងមកចានក្រងធំតែម្ដងបាទយល់ទៅទឹកដាក់ប៉ុណ្ណឹងបានមកវិញប៉ុណ្ណឹងដែរបងប្អូននេះអ្នកគ្នាមានសកលឃើញអត់ថាវានៅតែមានពពុះដែរប៉ុន្តែទុកវាសមើសិនចាំមើលគីឡូវាដល់វារឹងទៅវាបាត់ពពុះអស់ឬក៏ពពុះវាមានតែលើទាំងអស់គ្នាចាំទស្សនាបាទឥឡូវបន្ទាប់ពីយើងត្រង់វាបានស្អាតហើយយើងយកវាទៅទុកក្នុងម្លប់ហើយរក្សាទុកវាមួយកន្លែងអត់ឲ្យរំកើចឹងណាបងប្អូនទៅរំកើវាអាចដាច់សរសៃឥឡូវតោះមកអត់មើលលទ្ធផលរយៈពេល5ម៉ោងកន្លងផុតទៅអូ my god តាមពិតទៅវារឹងតាំងពី3ម៉ោងប៉ុន្តែខ្ញុំទុកឲ្យវារឹង 100% បងប្អូននេះអូយដូចនៅតែពពុះដែរឥឡូវយើងឃើញពពុះខាងលើយើងចង់ដឹងថាខាងក្រោមហ្នឹងវាពពុះដូចខាងលើអត់ឥឡូវយើងចាក់វាចូលចានយើងមកOh my god អូយល្អខ្លាំងណាស់បងប្អូនអូយល្អខ្លាំងណាស់បងប្អូន Oh my god ឥឡូវតើយើងចាត់វាបងប្អូន
ខ្ញុំមានទឹកដោះគោខាប់បាទខ្ញុំប្រើស្ករខ្ញុំប្រើខ្ទិះដូងអុយទៀតទេខ្ញុំប្រើទឹកដោះគោខាប់ប៉ុណ្ណឹងបានហើយតាមពិតទៅវាជាទឹកដោះគោខ្មែរយើងហ្នឹងឯងបងប្អូនប៉ុន្តែយើងអត់មាន sponsor អញ្ចឹងយើងហាយសបកគេចោលបាទចាំមើលម្ចាស់គេឃើញបើសិនជាចង់ sponsor មិនខ្លះអីចឹងទៅចាំយើងដាក់ logo គេចូលបាទឥឡូវតោះយើងមកពុះប្រក្រងយើងបាទអូឡើងតាំងនៅតែពពុះទាំងអស់គ្នានៅតែពពុះខ្ញុំសុំកាន់ដៃបងប្អូនដៃខ្ញុំលាងស្អាតហើយនេះបងប្អូនគ្នាឃើញអត់នេះប៉ុន្តែរឹងបងប្អូនរឹងឡើងឆ្ដុបតែម្ដងបាទតែបើនិយាយរឿងពពុះគឺនៅតែពពុះធម្មតានៅតែពពុះបាទសែនបន្តិចប៉ុន្តែមិនអីទេបងប្អូនពពុះក៏ឆ្ងាញ់ដូចតែគ្នានឹងឯងមកជ្រៀកទៀតមក Oh my god អូយរឹងល្អណាស់បងប្អូនអើយឥឡូវអត់មានដាច់បងប្អូននេះលាស់នេះឥឡូវខ្ញុំធ្វើរឹងឥឡូវអ្នកដែលធ្វើប្រក្រងមិនរឹងមើលហើយនេះឡើងលាស់ឥឡូវអត់ដាច់ទេនេះឃើញអត់នេះអាយ៉ូយកប់សេរីរីបាទឥឡូវតោះយើងមកធ្វើការកាត់វាដាក់ចានយើងបាទឥឡូវនេះលទ្ធផលចេញហើយបាទបងប្អូនគ្នាអាចទស្សនាបានបាទជួយប្រក្រងរបស់ខ្ញុំគឺថារឹងឡឹងអូលាស់អត់ដាច់ទេបងប្អូនបានឃើញនៅក្នុងវីដេអូអញ្ចឹងលាស់ឡឹងផ្លាត់ហើយគេថាมันដាច់ទេតែបើចំពោះពពុះគឺវានៅមានធម្មតាបងប្អូនមានទាំងលើមានទាំងក្រោមបាទគាត់ថារៀងតិចជាងមុនវាអត់សូវច្រើនដូចមុនអញ្ចឹងណានេះបើតាមខ្ញុំគិតប្រហែលជាខ្ញុំហាលរៀងស្ទើបងប្អូនហាលអត់ទាន់រៀងសពខ្ញុំគិតថាហាលឲ្យរៀងសពជាងហ្នឹងប្រហែលជាពពុះអត់សូវមានទាំងអស់គ្នាបើសិនជាធ្វើអាចសាកល្បងហាលវាឲ្យរៀងសពជាងហ្នឹងណាបងប្អូនតែបើចំពោះសាច់ចំហុយប្រក្រងរបស់ខ្ញុំគឺថារឹងល្អ10លើ10ពេញតែម្ដងបាទឥឡូវតើទាំងអស់គ្នាចែកម្លែកមួយមករបៀបក្នុងការធ្វើប្រក្រងបានរឹងល្អហើយអត់មានពពុះទៀតបាទខមមិនខាងក្រោមចំពោះខ្ញុំចេះធ្វើរឹងហើយគាត់ថាវាមានតែពពុះប៉ុណ្ណឹងឯងបើរសជាតិវិញគឺថាដូចតែគ្នាវាមានអីខុសគ្នាទេអញ្ចឹងដែរហើយបន្ទាប់ពីយើងកាត់សាច់ចំហុយរបស់យើងដាក់ចានរួចហើយជំហានបន្តមកទៀតគឺយើងដាក់ទឹកដោះគោខាប់ចូលទាំងអស់គ្នាបើសិនជាចេះធ្វើទឹកស្ករមានល្ងមានអីទៀតរឹតតែអែមទូទៅខ្ញុំហូបតែជាមួយទឹកដោះគោខាប់នឹងគឺថាឆ្ងាញ់យកតាណាមិនអស់បាទមួយវិញទៀតខ្ញុំព្យាយាមកាត់បន្ថយជាតិផ្អែមនៅក្នុងចំណីអាហារខ្លះបាទឥឡូវតោះមកអញ្ជើញភ្លក់ជាមួយនឹងខ្ញុំបាទសនិចទាំងអស់គ្នាអូយរីកដុំមរកតបាទឡើងខៀវបៃតងស្រស់តែម្ដងបាទឥឡូវតោះម៉ត់អស់នេះធ្វើម៉ាត់អត់មានរីកអត់មានជ្រាមានអីទេបាទពពុះនៅតែពពុះនឹងឯងតែរសជាតិវាដូចតែគ្នាបងប្អូនអានេះវិធីសាស្ត្រហាលថ្ងៃយើងដាក់ទៅវាអត់នៅតែពពុះដែរចំពោះពពុះមិនពពុះរសជាតិវាដូចតែគ្នាតែបងប្អូនគាត់ថាអ្នកខ្លះគេអត់ចូលចិត្តមានពពុះមានអីចឹងណាហើយចំពោះអ្នកដែលថាអត់ចេះធ្វើរឹងអីបងប្អូនធ្វើដូចតែខ្ញុំមកគឺថារឹងឆ្ដុបតែម្ដងបាទកាន់តិចបងប្អូនដោយសារតែហូបខ្លួនឯង